OK យើងតណាបាទអញ្ចឹងគឺ Crude API បន្ថែមទៀតយើងធ្វើជាមួយនឹង feature brand ដែលមានការ upload បាទអញ្ចឹងគឺខ្ញុំ lead down ថាយើងមាន column ប៉ុណ្ណឹងគឺមាន brand name brand code brand ហ្នឹងមកពី country ណាមានរូបភាពមិនយើងថាអាច upload image បានហើយជាមួយនឹង status គឺ active ឬក៏ inactive image នេះគឺឲ្យយើងបង្កើតជា table brand ហ្នឹងគឺវានឹងបង្កើត table មួយលើ database server ប៉ុន្តែក្នុងការ store image នេះគឺយើងសម្រេច store ជាឈ្មោះទេជា string ទេណាជា string ទេប៉ុន្តែរូបភាពជាក់ស្ដែងអា file វាហ្នឹងគឺវា store នៅក្នុង path server ទេណា store ក្នុងម៉ាស៊ីនទេណាឧទាហរណ៍គ្នាយើង upload បាទ upload ឥឡូវគ្នាយើង upload Facebook មួយចឹងណា upload profile មួយចុះអញ្ចឹង concept ដែលយើងបង្ហាញនេះបានន័យថាពេលដែលគ្នាយើង upload វា generate បាននៅឈ្មោះ image មួយឈ្មោះហ្នឹងគឺវា store ជា string នៅលើ database server នៃ column image របស់ profile របស់យើងហើយអារូបភាពដែលយើងបាន upload ចូលហ្នឹងវារត់ទៅទីតាំង directory ណាមួយណាទៅក្នុង drive D drive C ឬកន្លែងណាមួយហ្នឹងទៅណាត់បាទ upload អញ្ចឹងណាបាទវាចូលអញ្ចឹងអាហ្នឹងគឺយើងធ្វើហ្នឹងគឺលក្ខណៈអញ្ចឹងគឺ column image គឺ store ឈ្មោះហើយទីតាំងដែលយើង store image គឺនៅក្នុង drive របស់យើងណានៅក្នុង drive របស់យើងអូខេ command line គឺយើង run អត់ខុសពីម្សិលមិញហ្មងទេគឺយើងធ្វើជាមួយនឹង feature brand គឺយើងបេះលើ brand ឈ្មោះទៅ brand name brand model brand controller ជាការស្រេចណាបាទពីហ្នឹងហើយអ្វីដែលយើងធ្វើជាមួយនឹងការ upload ដំបូងគឺយើងទៅមានfile storage configuration បាទ configuration សិនដើម្បីអាច allow ឲ្យLaravel យើងopen ឬក៏ enable feature upload បានអញ្ចឹងយើងត្រូវការ run migration បន្តិចណាតែអត់ច្រើនទេបាទទី1គឺយើងចូលទៅក្នុង env ណា env file .env file ហ្នឹងគឺយើងទៅមើលកន្លែងនេះគឺយើងធ្វើម៉េចឲ្យវាស្មើនឹង public តែណាត់ file system this public បាទទី1ណាអាហ្នឹងគឺ configure វាហើយទី2 run migration file មួយ php artisan storage link អាហ្នឹងគឺ technique គឺវា link វាមាន path វាណា link វា link storage app public directory នេះឲ្យទៅកាន់ទីតាំងpublic storage បាទអញ្ចឹងគឺ storage app នេះគឺវា resource នៅក្នុងserver ហើយវា link ទៅកាន់ public សម្រាប់ read data ណាអញ្ចឹងឡើយនេះគឺវានឹង link វាធ្វើជា symbol link directory អញ្ចឹងដាក់តែពី command line ហ្នឹងទៅទី1គាត់តែកែទេអាទី2គឺ run command line ប៉ុណ្ណឹងទៅគឺវា allow យើងអាច upload បានហើយគាត់ថាការសរសេររបស់យើងគឺយើងសរសេរមាន feature upload ទៅគឺប្រើប្រាស់ function បន្ថែមទៀតដូចជាពេលដែលយើង create new record អីវាមានការចាប់យក file name អញ្ចឹងណាអញ្ចឹងគឺវាមានកន្លែងហ្នឹងខុសពីមុនបន្តិចណាតោះចាប់ផ្ដើម start តែម្ដងទៅហើយយើងមើលអញ្ចឹងខ្ញុំ copy comment ទៅណាបាទអញ្ចឹងគឺ php artisan make model.m បាទអញ្ចឹងគឺយើងមើល project របស់យើងវានឹងបង្កើត structure នឹងមួយទៀតណាអញ្ចឹងគឺយើងឈរនៅក្នុងទីតាំងនៃ API ហើយណាយើងអត់ត្រូវការ cd ទៀតទេអញ្ចឹងគឺយើង run comment នឹងតែម្ដងមក .m enter អញ្ចឹងបង្កើតបាន file 2ដូចម្សិលមិញអញ្ចឹងវាមាន model មួយហើយនឹង migration file មួយនេះ app model brand ត្រូវអត់ត្រូវ and then គឺនៅក្នុង database migration យើងឃើញមាន migration file មួយដែលអត់ទាន់មានអីទាំងអស់ហើយបើយើង check ថា php artisan migrate 2 status យើងឃើញថាមាន status មួយណាបាទគឺ pending អញ្ចឹងណាមិនហើយយើងអត់ទាន់ run នេះអាទាំងអស់ run អស់ហើយនៅអាហ្នឹង pending មួយនេះ brand នេះអញ្ចឹងដើម្បីឲ្យវា run គឺយើងគ្រាន់តែ run php artisan migrate តែប៉ុណ្្នឹងទៅវា run ទៅប៉ុន្តែ complete មុននឹង run គឺយើងដាក់ column សិនណាគេ column សិនអញ្ចឹងគឺ column យើងគឺមានប៉ុណ្ណាប៉ុណ្នេះដែលយើងវិភាគថាយើងបង្កើតត្រឹមប៉ុណ្្នឹងអញ្ចឹងណាឥឡូវខ្ញុំបង្កើត controller មួយទៀតចោលឲ្យទៅណាបាទអញ្ចឹងគឺបង្កើត controller មួយទៀតចាំយើងទៅបង្កើតការងារនឹងតាមក្រោយក៏បានដែរ php artisan make controller ឈ្មោះ brand ហើយ controller យើងទៅដក API អញ្ចឹងបង្កើត controller blank មួយទៀតដែល initial នៅ 5 method បាទប៉ុណ្ណឹងឲ្យយើងអញ្ចឹងប៉ុណ្ណឹងអ្វីដែលយើងទៅ run ហើយយើង check នេះហើយទៅណាតោះ configure ជាមួយនឹង file storage បាទទី1គឺចូលទៅក្នុង .env ហើយទៅរក file system disk ហ្នឹងមកបាទអញ្ចឹងគឺចូលទៅក្នុង .env file បាទហ្នឹងគឺ file variable ណាយើងបាទនេះអញ្ចឹងគឺវាឲ្យ configure នៅហ្នឹងណា
បាទអញ្ចឹងគឺយើងទៅមើលកន្លែងដូចជាមិនឈ្មោះនេះ file system disk ណាអញ្ចឹងគឺគ្នាយើងឃើញថាវាដាក់ local យើងដូរវាដាក់ទៅ public មែនអត់អញ្ចឹងគឺ public save អាហ្នឹងមួយណា public save and then គឺយើង run អានេះមួយហើយ php artisan storage link command ហ្នឹងគឺ command by default របស់វាទេណាហើយពេលដែលយើង run អាហ្នឹងតាមមានអ្វីកាត់ឡើងវាមានការ link គឺយើងក្នុង storage folder app នេះអញ្ចឹងវានឹងបង្កើតឲ្យ folder នៅក្នុងហ្នឹងវាបង្កើត folder storage មួយហើយវា link មកក្នុងនៅក្នុងកន្លែង public វានឹងបង្កើត folder storage មួយទៀតខ្ញុំតិចនិចហ្នឹងគឺ public គឺជា file ដែលយើងឲ្យ output ឲ្យគេឃើញហើយកន្លែងហ្នឹងឲ្យ Laravel ពេលយើង run អា command ហ្នឹងទៅវាបង្កើត structure គឺឲ្យ folder សម្រាប់ storage អីយើងណាអញ្ចឹងយើងមើលវាបង្កើតឡើងជាមួយបងប្អូនគ្នាអញ្ចឹង PHP artisan ឲ្យ storage link យើងឃើញវា link ឯងវាចាប់ផ្ដើមអានេះគឺ link has been connect អញ្ចឹងយើងមើលនេះឃើញ public មកអត់មកតែមកនេះ storage អានេះគេហៅថា link វានេះ symbol link វានេះហើយ symbolic បាទ link ណា symbolic link ហើយឃើញថានៅក្នុងនេះក៏មាន folder app យើងឃើញមានឲ្យវាបង្កើតការងារនៅហ្នឹងអញ្ចឹងណាឲ្យយើងអញ្ចឹងទៅអូខេបាទអញ្ចឹងវា link resource ហ្នឹងឲ្យយើងតែប៉ុណ្្នឹងឯងបាទអូខេអញ្ចឹងទៅនេះវាអត់ទាន់មាន folder ណាគាត់ថាវាបង្កើតឲ្យ folder នេះមួយឲ្យហើយប៉ុន្តែនៅពេលដែលយើង upload ចូលវានឹងចូលបង្កើតជា folder យើងបន្តទៀតនៅក្នុងហ្នឹងអញ្ចឹងគឺយើងថៃតែប៉ុណ្្នឹងទៅបានទេណាអូខេហើយចប់អញ្ចឹងចាប់ផ្ដើមធ្វើការងារធម្មតាគឺយើងចូលទៅក្នុង brand table យើងមិញបង្កើត column 2នេះណានេះ column 2នេះហើយខ្ញុំ copy ទៅឲ្យគ្នាយើងឃើញថាចូលមកក្នុង migration file របស់យើងដើម្បីយើង run បង្កើត table ណាអញ្ចឹង migration អាក្រោមវិញនេះអញ្ចឹងគឺខ្ញុំផាសចូលមកហើយគឺខ្ញុំមាន column ប៉ុណ្ណឹងបាទអញ្ចឹងគឺខ្ញុំសូមបញ្យល់ column ប៉ុណ្ណឹងមានអីខ្លះបាទគឺមាន column name មួយបើន័យថាយើងយក name varchar 255ហើយគឺយើង require ដល់ពេល column code នេះគឺយើងយកវាជាឈ្មោះថា code ជា string ហើយយើងមាន unique function ស្អីចឹងមកណាបាទបើន័យថាក្នុងការ store data នៃ column code ហ្នឹងត្រូវតែ unique អត់អាចបញ្ចូលទៅไหนទៅស្ទួនបានទេអញ្ចឹង function ហ្នឹងគឺជា function បង្កើត role ច្បាប់ឲ្យ table code ហ្នឹងឲ្យ table brand ហ្នឹងដែលមាន column code ហ្នឹងត្រូវតែ unique កាលណាយើងព្យាយាម insert ចូលក្នុង server database server existing វាឲ្យ error ណាបាទអញ្ចឹងទៅហ្នឹងគឺដាក់ role ច្បាប់ឲ្យ column ហ្នឹង store ទៅតែ unique អញ្ចឹងទៅ from country គឺបើន័យថាពីប្រទេសណាណាបាទ unique ដែរអត់មែន unique គឺត្រូវតែមាន image នេះគឺខ្ញុំឃើញថាខ្ញុំដាក់ nullable string ហេ string អត់ string ទាំងអស់តែមិន nullable ហេតុអីបានខ្ញុំដាក់ nullable បានដោយសារតែក្នុងការ store អាខ្លះវាមានអាខ្លះអត់ចឹងទៅណាអញ្ចឹងគឺយើងលើកលែងអញ្ចឹងការដាក់ nullable មិនដាក់ nullable ហ្នឹងវា base លើ business logic យើងថាតើយើងចង់ឲ្យវាត្រូវតែមានឬមួយក៏អាចអត់បានណាអញ្ចឹងបើសិនជាអាចអត់បានរបស់ដែលអាចអត់បានគឺយើងពិចារណាទៅលើ nullable function ដាក់ប៉ុណ្្នឹងទៅគឺវា allow null បានមានន័យថាយើងបញ្ចូលក៏បានអត់ក៏បានអញ្ចឹងណាឧទាហរណ៍គ្នាយើងបង្កើត account Facebook អញ្ចឹងដំបូងគ្នាយើងថាចង់ upload រូបភាពក៏បានអត់ក៏បានអញ្ចឹងកន្លែងហ្នឹងគឺគេទុកឲ្យយើងអា data ហ្នឹងគេទុកឲ្យយើងគឺ allow null យល់ទេបាទ allow null បាទហើយគ្នាពេលយើងបង្កើត account វាទៅការ first name last name អញ្ចឹងបានថាវា require អាហ្នឹងវា require អញ្ចឹងកន្លែងហ្នឹងគឺ design database គឺគេគិតទៅលើកន្លែងការងារហ្នឹងតើជាក់ស្ដែងនៃការ practice ហ្នឹងគឺយើងគួរ allow មិន allow តើណាការងារហ្នឹងអូខេហើយ feature មួយនេះគឺ feature enum នេះយើងស្គាល់ enum ទេបាទ enum គឺការកំណត់នៅ specific នៃ list ណាមួយណា list ធាតុណាមួយដែលយើងចង់កំណត់អាចថាលើសពីមួយឡើងទៅអញ្ចឹងគឺខ្ញុំកំណត់ status គឺខ្ញុំមាន2 value អូខេជា active ហើយនិង inactive default value វាគឺ active អញ្ចឹងគឺថាខ្ញុំ store ជា string ហ្នឹងណាមកមុនគឺខ្ញុំបានបង្កើតជា boolean អានេះគឺមួយវិធីណាធ្វើចេះក៏បានតែនេះខ្ញុំប្រាប់វិធីមួយតិចដែលលោកគ្នាយើងជួប case ណាដែលយើងចង់ប្រើប្រាស់លក្ខណៈអញ្ចឹងណាហើយគឺយើងចង់មាន2ពាក្យជាលក្ខណៈអញ្ចឹងយើងអាចធ្វើអញ្ចឹងបានឬក៏យើង declare ជា10ក៏បានណាបាទ10ចេះបានអត់10ចេះក៏បានអត់បានណាបានដូចគ្នាណា10បាទ store ច្បាស់គ្នាណាអាហ្នឹងអាស្រ័យលើ concept យើងដូចគ្នាណាតែយើងគូ store មួយណាចំណេញជាងតែបើ store 10ចំណេញជាងណាដោយសារវាអត់ទៅការ series ក្នុងការ store data ហ្នឹងច្រើនតែវាទៅការតែមកពាក្យណាបាទមក character តែអញ្ចឹងវាអាចចំណេញជាងឥឡូវយើង follow តាម string ហ្នឹងសិន
ប៉ុន្តែយើងអាចដាក់ជាលេខបានណាបាទអញ្ចឹងហេតុអីខ្ញុំដាក់ជា enum បានដោយសារខ្ញុំចង់ឲ្យគ្នាយើងឃើញមាន syntax នឹងមួយទៀតថ្មីគឺគ្នាយើងអាច apply បាន apply បានជាមួយគឺឧទាហរណ៍គ្នាយើងមាន table order ចុះយើង order វាមាន order setter ឧទាហរណ៍pending មកទៀតorder ហ្នឹងឧទាហរណ៍ order ហ្នឹងគឺ delivery អញ្ចឹងណា delivery បន្តមកទៀត pick អីចឹងទៅណាឧទាហរណ៍អញ្ចឹងវាមាន status វាណា order status អញ្ចឹងគេអាចកំណត់ចឹងបានថាប្រភេទdata ដែលត្រូវ store អញ្ចឹងមានន័យថាកាលណាគេបង្កើត role enum អញ្ចឹងគឺនៅក្នុង column ហ្នឹងដាច់ខាតគឺតែអាចមានតែអ្វីដែលយើងបានកំណត់ទេបើលើសហ្នឹងគឺវាអត់ឲ្យ store ទេវាខុសconcept ហ្នឹងអញ្ចឹងគឺគេកំណត់ជា array value ក្នុងការ store ឲ្យវាណាកុំឲ្យកាលណាបើយើងអត់ដាក់ name គេអាច insert ទៅពីបានបាទហ្នឹងគឺគាត់តែជាវិធីកំណត់ role មួយដែរអញ្ចឹងចុងក្រោយគឺតែប៉ុណ្្នឹងឯងចំពោះ migration file យើងដាក់តែប៉ុណ្្នឹងទៅហើយយើង run php artisan migrate វាបង្កើត table យើង automatically ណា php artisan migrate ទៅណាបាទអញ្ចឹងគឺគ្នាយើងទៅមើល table យើងបន្តិចណាដើម្បីយើង verify ថាតើវាបង្កើតបានយ៉ាងដូចម្ដេចដែរអញ្ចឹងចូលទៅក្នុងadmin នៃ php admin ចូលទៅក្នុង database យើងមកបាទហើយ check ក្នុង table យើងជាក់ស្ដែងនៃ table brand នេះហើយចូលមកកន្លែង structure មកឃើញអំពីរូបរាងវាណានេះយើងឃើញទេបាទយើងឃើញនេះគឺ ID ជា primary key by default គឺក្នុង Laravel វា generate យើង big in តើណាត់ហើយនេះ varchar 255ត្រូវអត់255ត្រូវទេអានេះគឺឃើញមានរូបសោមួយអត់ដោយសារវាបង្កើត constraint key មួយគឺចាំ detect ថាពេលដែលយើង insert data ចូលនៅក្នុងកូដនេះទៅតែ unique បាទcountry email ហើយអានេះគឺយើងឃើញមាន enum អត់នេះ enum ណាបាទ enum យើងមាន column នេះគឺ timestamp បាទ automatically ហើយបន្ទាប់មកទៀតគ្នាយើងឃើញមាន null នេះ no yes yes នេះមកពីណា yes ហ្នឹងបានន័យថាគឺ null កាលណាយើងឃើញពាក្យ yes បានន័យថាគឺអាច null បានអញ្ចឹងទៅនេះ nullable ហ៎អញ្ចឹងបាននេះគឺបានន័យថាអាច yes អញ្ចឹងបានថាពេលដែលយើង insert data ចូលគឺយើងអាចដាក់កន្លែង image ហ្នឹង blank បានណាប៉ុន្តែក្រៅពី no នេះណាត្រូវតែមានអត់មាន error នេះជឿសាកមើលទោះបីយើង say raw query say run script ចូលហ្នឹងក៏វាអត់ឲ្យដែរដាច់ខាតត្រូវតែមានណាអញ្ចឹងអាហ្នឹងគឺការងារហ្នឹងវាបែបហ្នឹងតើណាត់អូខេ default value អញ្ចឹងទៅ auto increment បាទនេះគឺជា table structure ដែលយើងបង្កើតពី back end មកណាបង្កើតឲ្យយើងដូចជាដានហើយប៉ុណ្ណឹងហើយសម្រាប់ migration file អញ្ចឹងអ្វីដែលយើងទៅធ្វើតទៀតបាទ point តគឺ implement ណាហើយនៅក្នុងនេះ model យើងនេះតោះខ្ញុំ copy ដាក់ទៅហ្មងទៅសរសេរដូចថ្ងៃមុនដែរហើយគឺយើងនៅក្នុងcolumn យើងមានប៉ុណ្ណឹងមែនទេ1 2 3 4 5 6 copy ហ្នឹងទៅក៏បានដែរ copy មកហើយអានេះចុច option ហ្នឹង option ឲ្យជាប់ទៅ double click option double click អានេះគេហៅថាវិធី select multiple word ណាខុសខ្លាំងគ្នាហើយ copy ទៅចូលទៅក្នុងកន្លែង control P search ឯ brand model នេះ brand model click មកដាក់ protected variable អញ្ចឹងគឺ protected បាទនេះវា auto ដាក់យើងណា protect dollar variable ជា array នៃ inter ផានទីចូលនេះផាចូលណាហើយយើងដាក់ double quote ណា double quote អមសងខាងមកហើយមាន comma មកណាជា list នៃ item ហ្នឹងអានេះគឺជា column ដែលយើងបំរុងបាទហើយត្រង់វាដើម្បីឲ្យអាចឲ្យគេធ្វើការងារជាមួយនឹងកញ្ចប់នៃ OM របស់យើងណា define ហ្នឹងមកហើយ semicolon មួយចប់ save បាទហើយណាប៉ុណ្្នឹងឯងយើងមាន column ប្រហែលដាក់ប៉ុណ្្នឹងមកយើងអត់ដាក់តែ ID ទៅបានទេដាក់តែកណ្ដាលដែលយើងបង្កើតនេះប៉ុណ្្នឹងទៅបានហើយអូខេអាហ្នឹងក្នុង brand បិទចោលបានmodel នេះបិទចោលបានតែណាត់បិទចោលបានតោះបិទទាំងអស់មកអញ្ចឹងអ្វីដែលយើងធ្វើចុងបន្ទាប់មកទៀតគឺមានតែពីរទេគឺ route API ដល់ route មួយណានេះហើយជាមួយនឹង controller របស់យើងអញ្ចឹងគឺឈ្មោះថា brand controller នេះអញ្ចឹងពីរ file ហ្នឹងឥឡូវខ្ញុំដាក់ API ឲ្យហើយមកអញ្ចឹងគឺយើង copy ផាមក copy paste
គឺយើងបង្កើត feature ឈ្មោះថា feature brand មួយទៀតណាមាន s ចឹងទៅ controller គឺយើងអត់ call ទៅកាន់ role ទេគឺយើង call ទៅកាន់ឈ្មោះអីគេឈ្មោះ brand វិញណាបាទ brand ដាក់មក slash brand វិញណា brand អញ្ចឹងគឺយើង call មកកាន់ class brand វិញអញ្ចឹង API result នេះវា generate 4 5 method នេះដូចគ្នាណាមានថា brand get one get all pop delete គឺ define អា method ទាំងអស់ឲ្យយើងហើយវានឹងចូលទៅកាន់ brand method នីមួយៗតាម function នេះចឹងតើអូខេបាទប៉ុណ្ណេះអញ្ចឹងគាត់ថាយើង save function មកជាការស្រេចណាបាទអញ្ចឹងគឺយើង return data ចេញមកឲ្យដូចថ្ងៃមុនដែរអត់ខុសគ្នាហ្មងនេះបាទអញ្ចឹងគឺ brand get all ទៅណានេះអញ្ចឹង brand នេះគឺគ្នាយើង import មកណាតើណាត់នេះ use ឲ្យ app model នៃ brand អញ្ចឹងគឺយើងយក brand call method all ឲ្យសេខ្លីសេចឹងក៏បានដែរទៅពិត set ទៅ by default វា200មិនដាក់ក៏បានដែរតើណាត់អញ្ចឹង set តែប៉ុណ្ណេះមកអញ្ចឹងគឺ return JSON យើងមាន key list មួយគឺ brand បោះចេញទៅណាហើយគ្នាយើងចង់បាន total ហើយគ្នាយើងដាក់ total មកគឺយក brand.count ក៏បានចេះតើណាត់ចេះក៏បានដែរយើងយក method ហ្នឹងគឺ class ហ្នឹងគឺ call តែម្ដងមកបានហើយណាប៉ុណ្ណឹងចុះអានេះគឺតើតើជាមួយនឹង function នៅក្នុងការ get all record បាទ get all record ហើយបន្តមកទៀត copy and paste មកឲ្យ show 1នេះយើងគ្រាន់តែ find by id មក find ដាក់ id ចូលនេះ copy អា id ហ្នឹងមកអាហ្នឹងគឺចាប់តាម param ណាអញ្ចឹងគឺយើងអាចដាក់ជា data វិញណាដោយសារវាជា record វាជា object នៃ data យើងដាក់ data ទៅមិនដាក់ list ទេណា list វាជា array បើយើងដាក់ list brand ដល់ពេលយើង remove ហើយយើង remove នេះបាទអញ្ចឹងគឺដុល្លារអាចថា brand អញ្ចឹងទៅហើយឲ្យ find មួយមកនេះយើងណាបាទ find មួយមកបាទហើយបន្តមកទៀតយើង semicolon យើងយក brand ហ្នឹង .delete តែម្ដងណាបាទអញ្ចឹងគឺឲ្យដុល្លារ brand delete បាទហើយយើង return mistake ទៅណាបាទអញ្ចឹងគឺ brand remove success នេះ return JSON ណាបាទ return JSON mistake គឺ brand has brand delete success បាទ delete find or fail នេះវាមាន function find or fail មួយទៀតណាលើប្រើនឹងសិន function find ធម្មតាអូខេអញ្ចឹងគឺ delete ហើយជាមួយនឹង show one គឺ say ខ្លីៗទៅណាបាទប៉ុណ្្នឹងឯងចឹងអ្វីដែលគ្នាយើងទៅ testing បន្តទៅគឺ function store បាទ store ហើយនឹង update ចឹងកន្លែងហ្នឹងគឺវារៀងសរសេរប្លែកពីមុនតិចកន្លែងនេះគឺ store ហើយគ្នាយើងឃើញថាមាន request ចឹងចំពោះកន្លែង store នេះគឺកន្លែងដែលគេ create brand ហើយវាមានការ upload image មកចឹងកន្លែងនេះគឺតម្រូវយើងធ្វើការងារ testing បន្តិចណាបាទ testing ច្រើនបន្តិចវាមានការ upload image មកអញ្ចឹងគឺកន្លែងហ្នឹងគឺបើសិន test ក្នុង Postman គេ test ជា form data ទោះបី front end ក៏បោះមកជា form data ដែរហើយក្នុងការសរសេរឡើងនេះគឺវារៀងប្លែកជាងមុនតិចដោយសារវាមានការ upload image ចូលអញ្ចឹង controller យើងគឺ set បែបនេះណា controller នៃការឲ្យ create new record បាទទី1ដូចខ្ញុំបាននិយាយគឺតាក់ទងជាមួយនឹង validation ហើយជាមួយនឹងការចាប់រូបភាពការ save data ចូលនេះប៉ុណ្ណេះបាទប៉ុណ្ណេះអញ្ចឹងអ្វីដែលខ្ញុំថែមនោះគឺ line ទី25រហូតដល់ line ទី50ណាអញ្ចឹងអាចថា25 record 25 line ណា25 line ដែលខ្ញុំបាន add ចូលទី1គឺ block លើនេះគឺ block បាទ block validation data បាទដូចយើងបានបង្ហាញគ្នាយើងហ្នឹងគឺយើងគ្រាន់តែយក request dot មកកាន់ method validate ហើយយើង validate ទៅលើ field ដែលយើងត្រូវការ validate ទី1ខ្ញុំបានធ្វើការងារ validate ទៅលើ name ដែលគេបោះមកត្រូវតែ require ជា string max 255 code ត្រូវតែ require ជា string ហើយយើងមាន method មួយគឺ unique brand code បាទបើន័យថាកន្លែងហ្នឹងគឺតិចៗរបស់ Laravel validation unique បាទមានន័យបញ្ជាក់ថាវា unique ហើយ unique វា define នៅក្នុង table brand ត្រង់ column code អញ្ចឹងណាអញ្ចឹងរាល់ការឲ្យយក data នឹងយកមកឲ្យ assign ឲ្យ code ហ្នឹងដែលទៅបោះឲ្យ function save new record នេះវាទៅ check ថា make sure ថា code ហ្នឹងគឺអត់ត្រូវ existing នៅក្នុង record បាទបើយើងសម័យថានៅក្នុងការងារវាធ្វើ background ណា
វាយកអា code ដែលគ្នាយើងបោះទៅ create ថ្មីយកទៅ via ជាមួយនឹង existing data ថាមានអត់អញ្ចឹងបើសិន existing វានឹង validate យើងថាអូខេគឺស្ទួនហើយអត់អាច insert បានទេអាហ្នឹងណាអញ្ចឹងអត្ថន័យវាទៅប៉ុណ្្នឹងអញ្ចឹងទៅនេះគឺមកវាខណ្ឌគ្នាដោយសញ្ញានេះបញ្ឈរហ្នឹងនេះណាបាទបញ្ឈរហ្នឹងគឺវាខណ្ឌគ្នាវាមានរូបមន្ត require ផ្សេងអញ្ចឹង string បើថាជា data type ជា string អានេះគឺរូបមន្តកំណត់ maximum អញ្ចឹងទៅ from country require ដូចគ្នា data type ជា string max fit ដូចគ្នាណាបាទ max length ដូចគ្នាបាទដល់ពេល status require ហើយវាមាន in នេះទៀតអានេះមិនស្អីអញ្ចឹងគឺដោយសារតែ Laravel វាមាន function ហ្នឹង in គឺយើងដាក់ចេះមកតែណាត់បើថាគឺយើងតើការតែពីរគឺ active និង inactive តើបោះខុសពីហ្នឹងគឺវាអត់ឲ្យទេហ្នឹងណាហើយបើយើងដាក់ in 10ដាក់10ចេញមក10 2ចេះទៅឧទាហរណ៍អញ្ចឹងវាតើការតែ102ឧទាហរណ៍ណាអញ្ចឹងអាហ្នឹងគឺយើងអាចដាក់អញ្ចឹងបានណាបាទអូខេបាទហើយមួយទៀតចុងក្រោយគឺ image បាទ image ឃើញថាវាមាន method nullable អញ្ចឹងគឺយើងដាក់ nullable បានថាគឺអាច null បានហើយកាលណាដែលយើងដាក់ image ប៉ុណ្ណេះគឺបានន័យថា property នឹងបោះមកត្រូវតែជា type ជា image តើណាត់ type ជា image បើសិនជាវាបោះមកណាវាអាច null បានតែបើសិនជាបោះមកគឺត្រូវតែជា image type វាដឹងហើយប្រភេទគឺយើងយក low ប៉ុណ្ណេះអាចយកជាប្រភេទ JPEG PNG JPG ឬក៏ GIF ហើយបន្តមកទៀតគឺ max វាណាបាទ20 គុណ48គឺស្មើនឹង2 MB 10គុណ24គឺ1 MB អញ្ចឹងណាដល់ពេលយើងដាក់គុណ2វាស្មើជាមួយនឹង20គឺ48ហើយបើយើងចង់បាន3 MB យើងគុណតាមនឹងអញ្ចឹងណាអានេះគឺការកំណត់ maximum file តែណាយើង allow អាហ្នឹងគឺយើងដាក់ហ្នឹងគឺកំណត់ថាអ្នកឯង upload មកត្រូវតែមាន limit តែអញ្ចឹងទេវាអាច series យើងអញ្ចឹងទៅណាអញ្ចឹងគេកំណត់ limit តាមរូបមន្តហ្នឹងអញ្ចឹងមក block ប៉ុណ្ណឹងពី line 26ដល់32ហ្នឹងគឺ block validation តែប៉ុណ្ណោះតែណាបាទអញ្ចឹងគឺ block validation ណាអញ្ចឹងឡើយហ្នឹងគឺវានឹងធ្វើមិនគឺពេលដែលគ្នាយើងបោះ data មកតិចទៀត testing បានយើងដឹងបោះ data postman មកបើគ្នាយើងបោះមកខុសតិចហ្នឹងគឺវា error បាទវា response ចេញអញ្ចឹងវាធាក់ចេញវិញណាចូលមកដល់ហ្នឹងស្រាប់តែគ្នាយើងថាបោះមកគឺ name គឺ null ឧទាហរណ៍ណាអញ្ចឹងវាអត់ចូលដល់ line នេះទេវា return ផ្ដាច់ទៅវិញថយក្រោយវិញណាបាទអញ្ចឹងវា request មកជាប់ validation ថា name យើងអត់បោះមកឲ្យគេអញ្ចឹងវាប្រាប់ថា name must require អញ្ចឹងណាឬក៏ cannot be null អត់គ្នាយើងបោះ status មកខុសពាក្យគេ allow តែ active inactive ដល់ពេលយើងបោះមក10ខុសទៀតអញ្ចឹងវាប្រាប់ថាហ្នឹងគឺ doesn't match អញ្ចឹងទៅណាបាទអូខេអាហ្នឹងគឺអត្ថន័យវានៅហ្នឹងបន្តមកទៀត implement function យើងបន្ទាប់ហើយគឺខ្ញុំប្រកាសអាញាត់មួយឈ្មោះថា variable image path ស្មើនឹង null ហើយខ្ញុំដាក់លក្ខខណ្ឌ if នេះមួយ if request hash file នេះគឺជា function នៅក្នុង request object នេះណាគ្នាយើងមាន method ហ្នឹងគឺ hash file បើថាវា check ថាមានការបោះ file ជា image ហ្នឹងមកអត់អញ្ចឹងខ្ញុំ check បើសិនជាមានគឺយើងយក image path ដែលយើងយក request file បើយក file ហ្នឹងយកទៅ store នៅក្នុង brand public បាទនេះណា brand public នេះបើវាទៅបង្កើត folder ថ្មីសម្រាប់ brand ហ្នឹងហើយនៅក្នុង public folder អញ្ចឹងវាបញ្ជា image resource ហ្នឹងណាហើយ image source ហ្នឹងបាទទៅ store នៅក្នុង folder brand ហើយនៅក្នុង public បាទ by default យើងប៉ុណ្្នឹងហើយណាករណីដែលមាន image បោះមកតែប៉ុណ្្នឹងអញ្ចឹងគឺវាទៅការយក request នៃ method file អានេះថ្មីអានេះថ្មីសម្រាប់គ្នាយើងតែប៉ុណ្្នឹងហើយយល់ទេបាទហើយចុងបញ្ចប់គឺយើង process method create តែម្ដងយើងបង្កើតអាញាត់ brand មួយហេអញ្ចឹងគ្នាយើងលើកនេះគឺគ្នាយើងឃើញមាន method ថ្មីគឺ method create ណាសរសេររៀងលឿនគឺ method create យើងគ្រាន់តែយក brand របស់យើងដាក់ create ទៅហើយយើងបោះ key រៀងខ្លួនមាន name code from country image status បាទគឺយើងទាញមកត្រង់ចេញពី request.name តើណាត់ចាប់ request គឺមកពីណាណាបាទ request នេះអញ្ចឹងគេអាច specific ឈ្មោះចឹងបានបើថាទាញចេញពី JSON key name បោះឲ្យ name អានេះ request code បោះ code ដល់ពេលនេះ request from country បោះឲ្យ country ដល់ពេលនេះគឺហើយតែអត់ចូល request.image ដោយសារតែយើងត្រូវការ image path អញ្ចឹងកន្លែងនេះគឺជាកន្លែង method ដែលវា return image path ឲ្យយើង automatically នៅពេលដែលវា upload ទៅ success អញ្ចឹងគឺយើង store path image ទេតើណាត់ store ឈ្មោះនឹង path image and then អានេះគឺយើងយក request.status ធម្មតាអញ្ចឹងអ្វីដែលយើង override នោះគឺតាមមួយនេះណាប
override value ដោយសារមានការ upload ជា file មកជា image មកជុំបញ្ចប់គឺយើង return data ទៅវិញប្រាប់គេថា return success គឺ data ហើយ message ប៉ុណ្្នឹងឯងចឹងនេះគឺចំពោះការធ្វើការងារជាមួយនឹង create create new brand ណា create new brand តោះចឹងគឺ final testing ចាំយើងឲ្យ testing ម៉ោងក្រោយណាឥឡូវខ្ញុំ copy method update មួយទៀតចឹងបើយើងយល់ពី create update នេះក៏អត់ខុសគ្នាមែនដែរណាតោះទៅ update ម្ដងមកនេះ update ឃើញវាមាន time id ហ៎បាទអញ្ចឹងគឺយើងត្រូវ find សិនណានេះ find by id ហ៎ find by id ណាបាទបន្តមកទៀតយើង revalidation ដូចគ្នាណាបាទគឺយើង request validate ដូចគ្នា copy ពីលើមកនេះណា copy ពីលើមកដូចគ្នាប៉ុន្តែកន្លែងនេះគឺវាមានការដាក់បន្ថែម id មួយណារៀងប្លែកនេះគឺ $id តើណាត់តមួយនឹង id ចឹងកន្លែងនេះគឺវាតិចន័យថានៅពេលដែលយើង update យើងបោះអាកូដនឹងមកដែរបើសិនជា id ខ្លួនវាអត់អីទេប៉ុន្តែបើខុសពីវាហើយ unique ជាមួយនឹងគេបាទ stone មួយគេអានឹងគឺវា detect យើងជាងថែមតែប៉ុណ្្នឹងណាបាទអានឹងគឺសំពោះ validation នៅក្នុងកន្លែង update ហើយកែនៅបន្តិចទៀតគឺតិចនៅក្នុងការធ្វើការងារគឺ update image វាមានការ remove image ចេញវាអាច upload new image អីចឹងណាដោយសារ method update ចឹងកន្លែងនេះគឺយើង check លក្ខខណ្ឌថាគេមាន upload image មកអត់បើមានខ្ញុំលុប image ចាស់នេះណា delete all image ហើយយើង upload image ថ្មី you see បាទអញ្ចឹង storage នេះគ្នាយើងត្រូវ import ចេញពីណានេះយើងទៅ storage វាណាបាទ storage នេះគឺយើងត្រូវ import ចេញមក storage បាទនេះទៅចេញពី library ណានេះយើងគឺចេញពី support fetcat បាទ library នេះคลิกមកនេះអញ្ចឹងគឺគ្នាយើងមកមើលប្រយ័ត្នអត់ import error នេះ library វានេះ fetcat វាបាទគឺ storage អញ្ចឹង storage ទៅ import នឹងមកណានេះអញ្ចឹងគឺយើងប្រើសម្រាប់ធ្វើគេ storage ហ្នឹងគឺប្រើសម្រាប់ធ្វើការងារគឺធ្វើការងារជាមួយនឹង file របស់យើងណាគឺយើងលុប storage this public បាទ this public អញ្ចឹងក្នុង Laravel វាដឹងថាយើងកំពុងឈរនៅទីតាំងណាហើយអានេះគឺវាឈរលើទីតាំង public ហើយវាលុបឈ្មោះ image មួយចេញបាទតាមរយៈឈ្មោះហ្នឹងគឺ delete all image អានេះគឺ store new image បាទអញ្ចឹងទៅអានេះគឺ store ណា store បើយើងអត់លុបទេគឺសល់មែនទេសល់ image បាទអញ្ចឹងអាហ្នឹងគឺតិចនេះគឺយើងដាក់លក្ខខណ្ឌគឺការពារប្រសិនបើគេបោះ image មកថ្មីគឺយើងទៅលុបអាចាស់ចោល update ថ្មីតែបើគេអត់បោះមកទេ do nothing អញ្ចឹងយើងទៅដាក់លក្ខខណ្ឌមាន image បោះមកអត់តែប៉ុណ្្នឹងឯងហើយចុងក្រោយគឺយើងគ្រាន់តែប្រើ brain object នឹងដែលយើង find បានហ្នឹងយើងយក point ទៅកាន់ update method វិញហើយយើង update តាម key មកតើណាបាទ update តាម key មែនទេយើងណាហើយខ្ញុំភ្លេចដាក់ image មួយ image មកហើយយើងនេះ request.image នេះអញ្ចឹងណាអូខេបានអត់បានណាតែអញ្ចឹងមកបាទហើយ testing ទៅណាចប់ប៉ុណ្្នឹងឯងអានេះ remove នេះចោលដោយសារ default វាអញ្ចឹងប៉ុណ្្នឹងហើយអ្វីដែលយើងបាន implement នៅក្នុង method តាក់ទងជាមួយនឹង update ណាបាទ update របស់យើងចឹងដល់ហើយគ្នាយើង run testing ទៅណាគឺ php artisan serve ទៅណា clear php artisan បាទអញ្ចឹងយើងអាច testing ជាមួយនឹងការ upload image បាននៅក្នុងហ្នឹងអញ្ចឹងគឺនេះ feature role មាននេះយើងណាអញ្ចឹងខ្ញុំ duplicate feature role មកបាទយើងថែមមកបន្តិចណាហ្នឹងយើងដាក់ថា brand អញ្ចឹងទៅបាទអញ្ចឹងគឺទី1គឺយើងដូរទៅ route មកណាឧទាហរណ៍យើង list brand យើងដាក់ថា brand មាន s enter គឺយើងបាន list detail ណាត្រូវអត់ត្រូវដល់ពេល get one នេះក៏យើងបាន brand បាទ brand បាទអត់មានទេមែនទេអញ្ចឹងវា return ណាដែរអញ្ចឹងទៅណាអត់មានទេបាទហើយដល់ពេល delete នេះក៏យើងអាច delete អញ្ចឹងរួមអាហ្នឹងគឺដើរអស់ណាអត់បាក់ទេអញ្ចឹងគឺយើងតេស្តតែជាមួយនឹង create មកណាបាទ create យើងឲ្យដើរមកអញ្ចឹងគឺ create សម្រាប់ការ create brand អានេះគឺ method ឈ្មោះបែបនេះ method puff and then គឺគ្នាយើងលើកមុនគឺយើងបង្កើត role គឺយើងបោះតាម JSON body នេះ
ប៉ុន្តែក្នុងការធ្វើការងារជាមួយនឹង feature method ណាឬក៏ route ណាដែលមានការ upload ជា file ជា image ហ្នឹងគឺគ្នាយើងអត់បោះតាម JSON ទេហើយគឺមានវិធីបោះគឺគេបោះតាម form data ណាអញ្ចឹងគឺយើងដកអាការងារនឹងចេញហើយណាគឺបោះតាម form data ចូលទៅនេះមិនចូលនឹង raw ណាចូលនឹង form data នេះវិញអាហ្នឹងឲ្យតែមានការ upload ជា file ទៅយើងឃើញមាន select file នេះបាទអញ្ចឹងគឺទៅ move ទៅនឹងវិញណា click ទៅនឹងដើម្បី active វាហើយ upload ទៅអញ្ចឹងវាមាន key ហើយនឹង value key and value key គឺជា key ដែលយើងត្រង់ទៅណានេះ key ហ្មងនេះ key នេះ key ឥឡូវយើង create នេះ key យើងទៅត្រង់យកនេះ key name អត់អញ្ចឹងយើងទៅការ key name and then យើងទៅការ key code នេះណា code require ហើយ unique បាទ and then គឺយើងទៅការ from country បាទបន្តមកទៀតយើងទៅការ status ហើយយើងទៅការ image បាទ image តើណាត់អញ្ចឹងname យើងទៅការគេឥឡូវគឺ status នេះដាច់ខាតតែមានតែ2ណានេះដាច់ខាតតែ inactive ឬក៏ active នេះ status from country គេឥឡូវយើងមើល data យើងបន្តិចឧទាហរណ៍នេះយើង insert ឈ្មោះ Apple ចុះបាទអញ្ចឹងគឺ Apple បាទបើន័យថា data របស់យើងគឺបោះចឹងទៅ Apple អានេះ code វាគឺ Apple ចឹងហ្នឹងណាឧទាហរណ៍ចុះ Apple code ឧទាហរណ៍ from country USA ចឹងទៅហើយ image នេះយើងបោះទៅអត់អូខេបាទឥឡូវយើងបោះទៅយើង select យកវាមាន type តិចហើយនឹង file ដោយសារតែអាហ្នឹងគឺវា low null ឬក៏បាទគឺមាន file ណាអញ្ចឹងគឺយើង select file យើងអាចប្រើ file ពីកុំព្យូទ័រយើងបាន choose from គេ choose from local machine មកយើងអាចទៅ download តាក់ទងជាមួយនឹង image បានណាបាទអញ្ចឹងគឺយើងទៅ download image មកណា image data បាទ image data មាន laptop អីចឹងទៅឧទាហរណ៍នេះបាទអញ្ចឹងខ្ញុំ upload ចូលទៅអញ្ចឹងមានឈ្មោះវាគឺ JPG អញ្ចឹងណាវាជា file ហ្នឹងអញ្ចឹងយើង request ទៅគឺ request ជា form data អញ្ចឹងទៅមាន key value យើង request ទៅផង បាទឃើញថាវាចេញ status 200ហ៎បាទ200ឃើញថាវាចេញតែ object នេះគឺ image store ណាបាទ success ហើយនេះយើងណា success ហើយអញ្ចឹងគឺយើងចូលមក refresh នៅក្នុង database server បានមួយ record ផកេមែនណាបាទនេះ1 Apple code US ហើយនឹង image នេះជាឈ្មោះណា active អញ្ចឹងទៅហើយគឺយើងមើលអំពី storage ដែលវា link បាទគឺវា store នៅក្នុង public folder API public storage brand ណាហើយវាបង្កើត folder ថ្មីអត់ហើយមានរូបនឹងមួយអញ្ចឹងនេះគឺជារូបភាពដែលយើង upload ចូលមិញណាចូលទីតាំង path នឹងឯងតែណាត់បាទហើយបើយើង upload មួយទៀតវាចូលរូបមួយទៀតអញ្ចឹងឈ្មោះហ្នឹងវា random តាមអា technique ហ្នឹងឲ្យយើងណាហើយ make sure ថាវាអត់ស្ទួះគ្នាទេអញ្ចឹងហើយ path ហ្នឹងវាត្រូវបាន store នៅក្នុងទីតាំង path ហ្នឹងហើយឈ្មោះ brand / ហ្នឹងវាត្រូវបាន store នៅក្នុង column database server នេះអញ្ចឹងណាបាទអញ្ចឹងដល់ពេលយើងចង់ list ចេញវិញគឺទី data ចេញទៅគឺអាច map path ដែលត្រូវទៅវាអាចឃើញ result ហ្នឹងហើយបាទអូខេ record ទី1គឺ working ហើយគ្នាយើង testing ជាមួយនឹង Samsung បាទ Samsung មួយទៀតឧទាហរណ៍អញ្ចឹងគឺខ្ញុំ upload Samsung មួយទៀតឧទាហរណ៍ brand Samsung ចុះតែនេះគឺ Samsung បាទ Samsung code and then គឺមកពីកូរ៉េខាងត្បូងណាកូរ៉េខាងត្បូងអញ្ចឹង from country ណា active អញ្ចឹងណាហើយយើងអាចដូររូបភាពបានណា click លុបទៅយើងអាច upload ថ្មីទៅឧទាហរណ៍ណាឧទាហរណ៍យករូបមួយនេះចុះអញ្ចឹងគឺខ្ញុំចាប់ submit ទៅម្ដងទៀតបាទអញ្ចឹងគឺវាបាន image មួយទៀតgenerate មួយទៀត automatically យើង refresh បាន2 record យើងមើលក្នុង path យើងគឺមាន2រូបភាពស៊ីហ៎បាទ2រូបភាពតើណាចូលហើយណាចូលហើយតែប៉ុណ្្នឹងឯងនេះយើងអញ្ចឹង technique គឺគ្នាយើងទៅដាក់អញ្ចឹងបាទដាក់អញ្ចឹងមកឧទាហរណ៍គ្នាយើង create ទៅដដែលមួយជើងទៀតណា create ទៅមួយជើងទៀតខ្ញុំដាក់ existing ដដែលតែមានអ្វីកើតឡើងគឺឃើញថា code unique ឯងផងអញ្ចឹងយើងឃើញវាមាន error កើតឡើងអត់វាទៅ200ដែរប៉ុន្តែវាមាន error កើតឡើងនេះយើងតែណាត់ set ទៅ200ដោយសារតែវា unique អញ្ចឹងឥឡូវនេះគ្នាយើងចង់ឃើញ response ត្រឹមត្រូវគ្នាយើងទៅចូលទៅក្នុង header តែបើវា error ដោយសារនេះ code នេះវា unique ឯងវាទៅ unique យើងចូលទៅ header គ្នាយើងទៅ say ជា accept
application JSON ចូល header នេះយើងណាហើយបន្តមកទៀតតាមពិតអានេះគឺ content type ទៀតណាវាត្រូវមាន content type ទៀត content type multi-path form data multi-path form data ណាaccept content type បានន័យថាយើង accept ជា JSON ឲ្យ format return ពី back end មក content type គឺជាឲ្យ form data ដែលសារយើង submit API ទៅឲ្យគេហ្នឹងជា data នេះជា form data ឥឡូវបើយើងដូរប៉ុណ្្នឹងហើយយើងមើលលេង body យើងទីទៀតយើងទៅម្ដងទៀតយើងឃើញទេអានេះបានវា return នេះយើងឃើញតើយើងដាក់ accept content type អញ្ចឹងណាវាប្រាប់នេះ the code already been taken ណា taken បានថា code ហ្នឹងគឺវាមានហើយអញ្ចឹងឡើយហ្នឹងហេតុអីបានវាចេះចាប់ឲ្យយើងដោយសារតែ function Laravel validation បាទ function Laravel validation ទៅនេះ existing យើងបោះទៅ code ហ្នឹងវាស្ទួនណាគឺវាអត់ឲ្យទៅទេតើណាត់បាទហើយបើខ្ញុំដកអានេះទៅ null ខ្ញុំទៅមួយជើងទៀតឃើញមាន error ណា error ទៀត error គឺមាន2ហ្មងវាថា the name field is required ហើយមាន error 2កញ្ចប់ name មួយកញ្ចប់ code 2ហ៎វាដឹងណា name គឺតែមាន code គឺ already been taken អាហ្នឹងគឺដោយសារតែអា2នេះវាធ្វើការងារយើងវាចាប់បានណាយើងអត់បោះ code អីគេហើយយើងបោះមក unique អញ្ចឹងទៅណាត់ហើយបើខ្ញុំដាក់ status នេះខុសទៀតឧទាហរណ៍ច្រឡំកតុយ s បាទទៅ error ហ្នឹងមួយទៀតតែណាត់ឃើញទេ status គឺ selected ហ្នឹងគឺ is invalid ដោយសារយើងបោះអា key ហ្នឹងទៅខុសអញ្ចឹងហ្នឹងគឺជាអ្វីដែល Laravel គាត់ validation ឲ្យយើងណាសម្រាប់កន្លែងហ្នឹងយើង make sure ថាយើងបោះទៅគឺអាណាមានគឺវាអ្នក return ឲ្យយើងតែណាអញ្ចឹងបើយើងដាក់ទៅ new ដែលវាថ្មីវា allow ឲ្យយើងបានណាអូខេប៉ុណ្ណឹងបាទអញ្ចឹងគឺតកតងជាមួយនឹងការ create new record ណាបាទ update អូខេបាទអញ្ចឹង insert គឺគ្នាយើង testing ដើរណាចូលទៅ working ណាឲ្យដាក់ ID ថ្មីទៅហើយបើយើង insert ទៅ stone ឬក៏ null អីគឺវាចេះ validation ហើយណាអញ្ចឹងប៉ុណ្ណឹងចំពោះ insert new record គឺគ្នាយើងចាំ testing ឲ្យដើរផងហើយ make sure ថា image ហ្នឹងវាចូលក្នុងទីតាំង path ហ្នឹងទៅណាវាចូលក្នុងទីតាំង path ហ្នឹងទៅអូខេហើយ record វាចូលក្នុង database server ទៅណាបាទ point ចុងក្រោយគឺ point update អានេះក៏ថ្មីដែរអញ្ចឹងទៅចាំ header ដាក់បែបហ្នឹង and then គឺ update ឥឡូវខ្ញុំខ្ជិលបង្កើត tab ថ្មីគឺខ្ញុំគាត់ដូរ method មកគឺទៅ update គឺដូរទៅ put មែនទេប៉ុន្តែចំពោះការ update ជាមួយនឹងការ upload image គឺគ្នាយើងនៅតែរក្សា method post ទៅដដែលតែណាត់រក្សា post ដដែលតែហ្នឹងក្នុង Laravel គឺយើងបាន testing ពីមុនហើយគឺវាអត់ support ជាមួយនឹង method put ទេនៅក្នុងការ upload file ទៅប្រភេទ form data អត់ support ទេគឺយើងដាក់ put គឺវាអត់ស្គាល់ទេអញ្ចឹងគឺយើងរក្សា post ដដែលប៉ុន្តែយើងថែម ID ឧទាហរណ៍record Samsung នេះគឺ ID លេខ2មែនទេដាក់ចេះបានន័យថាយើងព្យាយាម update ID លេខ2ប៉ុន្តែយើងត្រូវដាក់គេហៅថាដូចជា underscore method បាទ method យើងទៅដាក់ method put ជាមួយតែប៉ុណ្្នឹងឯងវាទៅដាក់អញ្ចឹងនេះយើង syntax គឺយើងរក្សា method post ដដែលហើយយើងថែម ID មួយហើយយើងថែម parameter underscore method put មួយតតែយើងសរសេរប៉ុណ្្នឹងទៅវាចេះ route ទៅ row អា method update ឲ្យយើងណាតែអញ្ចឹងអត់ចូលទេយើងសាក testing មើលណាបាទអញ្ចឹង method update នៅក្នុង Laravel គឺវាកាលណាដែលយើងមាន upload ជា image មកណាវាអត់ support ជាមួយនឹង method put ទេអញ្ចឹងគេឲ្យយើងរក្សា method post ដដែលហើយយើងដូរ ID មកដើម្បីវាចូល route ហ្នឹងនេះ ID នេះហើយគឺយើងគ្រាន់តែ flag មួយគឺ method underscore ណាហើយបោះពាក្យ put ចឹងមកជាការស្រេចអញ្ចឹងពេលនេះគឺស្មើគេគ្នាគឺស្មើខ្ញុំ request ទៅ update ឥឡូវខ្ញុំដូរពី Samsung អត់មាន S ទៅកតុយ S បានអត់កតុយ S ឧទាហរណ៍ចឹងណាហើយខ្ញុំអាចថាខ្ញុំដូរ image ចុះឧទាហរណ៍ខ្ញុំប្រើរូបភាពថ្មីឧទាហរណ៍រូបភាពយករូបភាពអាមួយនេះវិញណាឧទាហរណ៍ចុះហេដូររូបភាពថ្មីណា update ទេបាទអញ្ចឹងគឺជាបេតុង save submit អញ្ចឹង error វាថាគឺ invalid នេះមួយនេះត្រូវណាតទៀតផង success នេះគ្នាយើងណាអញ្ចឹងគឺដូរទៅកតុយ S ហ៎អញ្ចឹងគ្នាយើងមើលបន្តិចតើដើរមែនអត់
ពីមុនអត់មាន S ណា refresh S SSS ហើយគ្នាយើងមើលរូបភាពយើងគឺគ្នាយើងឃើញថាវាលុបអានោះចោលណាយើងណាហេលុបហីនេះលុបអាចាស់ចោលណាអាថ្មីចូលអាចាស់ដូចជារូបនេះមែនទេរូបពណ៌រាងពណ៌រាងឈាមជ្រូកចឹងនេះគឺយើងអាប់ឡូតថ្មីចូលចឹងឃើញថា function ហ្នឹងគឺវាដើរបានគ្រប់បាយលក្ខខណ្ឌណាយើងណាចឹងពេលដែលយើង update បើយើងដូររូបភាពវាលុបអាចាស់ចោលហើយវា upload ថ្មីចូលចឹង function នេះគឺវា work ឲ្យយើងហើយគឺយើងអាច check មើលបន្ថែមលក្ខខណ្ឌនេះណាហេដោយសារតែយើងមានបោះ image មកវាលុបអាចាស់នេះ this unlink នេះ delete នេះហើយវា upload ថ្មីចូលហើយ store ក្នុង database server ចឹងទៅចឹងចូលនេះថ្មីណា update ចឹងប៉ុណ្្នឹងឯងចឹង flag ដែលគ្នាយើងទៅ remember បន្តិចឲ្យតែមានការ upload ជា form data ហើយក្នុងន័យធ្វើការងារ update គឺគ្នាយើងអត់ត្រូវប្រើ method post ទេគឺគ្នាយើងរក្សា method post ដដែលហើយថែម ID ថែម parameter មួយណាគឺ same ចឹងហ្មងទៅវាចេះចូល method បាទ function update ហ្នឹងអូខេតោះប៉ុណ្្នឹងចឹងហើយអ្វីដែលខ្ញុំបានបង្ហាញហ្នឹងគឺគ្នាយើងគឺធ្វើពីដើមដល់ចប់អំពី CRUD API នៃ brand ជាមួយនឹងការ upload ចឹងគ្នាយើងអាច check ម្ដងមក function ហើយធ្វើតាមណាបាទធ្វើតាមអូខេតោះចឹងគឺយើងប៉ុណ្្នឹងសិនណាបាទអរគុណ